ស្ងោរខ្ទិះជាមួយនឹងសាច់ជ្រូកបីជាន់ចិញ្ច្រាំម្ហូបមួយមុខនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ទេបងប្អូនគឺវាសម្បូរទៅដោយជាតិវីតាមីនថែមទៀតផងហើយបងប្អូនអ្នកខ្លះចូលចិត្តញ៉ាំម្ហូបមួយមុខនេះឥឡូវកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមមកធ្វើទាំងអស់គ្នាហើយខ្ញុំយកសាច់ជ្រូកហ្នឹងយកវាមកហាន់ស្ដើងដើម្បីយកទៅចិញ្ច្រាំបងប្អូនហើយមុននឹងយើងហាន់វាគឺយើងត្រូវជាយកស្បែកវាចេញសិនហើយចំពោះសាច់ជ្រូកហ្នឹងគឺខ្ញុំទិញយកសាច់3ជាន់ហ្នឹងយកមកស្លបងប្អូនសាច់ហ្នឹងវាមានជាប់ខ្លាញ់ពេលដែលយើងស្លទៅគឺថាទន់ឆ្ងាញ់ខ្លាំងមែនតែនឥឡូវនេះហាន់សាច់បានរួចរាល់ហើយអញ្ចឹងខ្ញុំក៏ចិញ្ច្រាំវាហើយយើងចិញ្ច្រាំវាឲ្យបានម៉ត់ល្អសិនណាបងប្អូនឥឡូវនេះសាច់ដែលយើងបានចិញ្ច្រាំហ្នឹងឃើញថាម៉ត់តែអញ្ចឹងខ្ញុំក៏ដួសវាដាក់ចានទៅហើយយើងក៏ចាប់ផ្ដើមផ្សំគ្រឿងផ្សំចូលទៅតិចៗទៅដើម្បីធ្វើឲ្យសាច់ហ្នឹងវាមានជាតិណាឥឡូវនេះខ្ញុំចាប់ផ្ដើមផ្សំគ្រឿងនៅក្នុងសាច់ជ្រូកចិញ្ច្រាំរបស់យើងតែម្ដងដូចជាខ្ទឹមសចិញ្ច្រាំទឹកត្រីរ៉ូឌីស្ករប៊ីចេងម្រេចហើយនិងប្រេងខ្យងបន្ទាប់មកយើងច្របល់ឲ្យវាចូលជាតិគ្នាបានសព្វល្អសិនណាបងប្អូនចំពោះគ្រឿងផ្សំដែលដាក់ចូលទៅក្នុងសាច់ជ្រូកចិញ្ច្រាំនេះគឺខ្ញុំដាក់ទៅតែបន្តិចទេបងប្អូនចាំយើងបង់គ្រឿងផ្សំនៅក្នុងទឹកសម្លយើងតាមក្រោយទៀតហើយសម្រាប់បន្លែថ្ងៃនេះដូចជាខ្ទិះស្អំហើយនិងផ្សិតចំបើងឥឡូវនេះគ្រឿងក្រៅនឹងបានរៀបចំរួចរាល់អស់ហើយអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមមកដាក់ឆ្នាំងដាំទឹកបន្ទាប់ពីយើងបានដាំទឹកនឹងមួយសន្ទុះឃើញថាវាបានពុះល្អហើយអញ្ចឹងខ្ញុំក៏បង់ហេប៊ីយឺហ៊ឺខ្ទឹមសហើយខ្ញុំក៏ដាក់ស្បែកជ្រូកនឹងចូលទៅដែរបន្ទាប់មកខ្ញុំដួសទឹកសម្លនឹងចាក់ចូលទៅក្នុងចានសាច់ជ្រូកចិញ្ច្រាំហើយយើងចិញ្ច្រុំឲ្យសាច់ជ្រូកនឹងវារាយចេញពីគ្នាបងប្អូនពេលដែលយើងចាក់ចូលទៅក្នុងឆ្នាំងទៅវាអត់ធ្វើឲ្យសាច់ជ្រូកនឹងនៅដុំទេបន្ទាប់មកយើងដាក់សាច់ជ្រូកនឹងចូលទៅក្នុងឆ្នាំងហើយយើងយកវែកកូរវាបន្តិចទៅបងប្អូនដើម្បីឲ្យសាច់នឹងវារាយចេញពីគ្នាហើយបន្ទាប់មកខ្ញុំក៏ដាក់គ្រឿងផ្សំចូលទៅដែរដូចជាទឹកត្រីអំបិលរ៉ូឌីស្ករហើយនិងប៊ីចេងសម្រាប់រសជាតិវិញបងប្អូនភ្លក់តាមចំណង់ចំណូលចិត្តបន្ទាប់មកទៀតខ្ញុំដាក់ផ្សិតចំបើងនឹងចូលទៅហើយយើងទុកវាមួយរំពុះដើម្បីឲ្យផ្សិតនឹងបានឆ្អិនល្អសិនហើយយើងដាក់ខ្ទិះហើយនឹងស្អំចូលទៅគឺថាឆ្អិនរួចរាល់ជាការស្រេចហើយបងប្អូនជាចុងក្រោយយើងថែមខ្ទឹមលីងចូលទៅដែរដើម្បីធ្វើឲ្យសម្លនឹងមានក្លិនកាន់តែឈ្ងុយថែមទៀតចាឥឡូវនេះសម្លស្ងោរខ្ទិះជាមួយនឹងសាច់ជ្រូក3ជាន់ចិញ្ច្រាំរបស់នាងខ្ញុំគឺថាបានឆ្អិនរួចរាល់ហើយឡើងទំនងខ្លាំងមែនតើបងប្អូន